Hello everyone, nice to see you again. Today we continue Unit 18. How do we get there? Section A, Part 2. បានថ្ងៃនេះយើងបន្តមេរៀនរបស់យើងតើយើងទៅដល់ទីនោះយ៉ាងម៉េចណាមេរៀនទី18 Section A ភាគទី2 So today we continue to number 5. Listen again and complete the sentences. យកយើងស្ដាប់សំឡេងខ្សែអាត់នឹងឡើងវិញណាហើយបំពេញល្បះអញ្ចឹងបងប្អូនអាចទៅមើលវីដេអូចាស់ឡើងវិញដើម្បីស្ដាប់សំឡេងខ្សែអាត់ Okay, let's go អញ្ចឹងអក្សរពណ៌ក្រហមនៅទីនេះគឺជាកន្លែងដែលយើងត្រូវបំពេញណាអញ្ចឹងអានយកតែម្ដងហើយបកប្រែទាំងអស់គ្នាណា Number 5 listen again and complete the sentences ស្ដាប់ម្ដងទៀតហើយនឹងបំពេញល្បះOn Independence Day, all of the kids from our school walked to Independence Monument. នៅថ្ងៃបុណ្យឯករាជ្យក្មេងៗទាំងអស់មកពីសាលារបស់ពួកយើងដើរទៅវិមានឯករាជ្យ We turned left as we leave the school. បាទពួកយើងបត់ឆ្វេងនៅពេលដែលយើងចេញពីសាលារៀន We go straight ahead until we reach Mao Zedong Boulevard ពួកយើងធ្វើដំណើរឆ្ពោះត្រង់ទៅមុខរហូតទាល់ទៅដល់មហាវិថីព្រះមុនីវង្ស We turn right and go straight ahead along Mao Zedong Boulevard ពួកយើងបត់ស្ដាំហើយធ្វើដំណើរត្រង់ទៅមុខតាមមហាបណ្ដោយមហាវិថី Mao Zedong We walk past the petrol station until we reach ព្រះមុនីវង្ស Boulevard ពួកយើងដើរឆ្លងកាត់ស្ថានីយ៍ប្រេងឥន្ធនៈតលតែពួកយើងដល់មហាវិថីព្រះមុនីវង្ស We turn left and go straight ahead along ព្រះមុនីវង្ស Boulevard បាទពួកយើងបត់ឆ្វេងហើយធ្វើដំណើរត្រង់ទៅមុខតាមបណ្ដោយមហាវិថីព្រះមុនីវង្ស Okay, continue our lesson. When we reach street 322, we turn right. នៅពេលដែលយើងដល់ផ្លូវលេខ322យើងបត់ស្ដាំ We go straight ahead until we walk past the coffee shop. បាទពួកយើងធ្វើដំណើរត្រង់ទៅមុខតលតែពួកយើងនឹងឆ្លងកាត់ហាងកាហ្វេ We turn left on ព្រះនរោត្តម Boulevard and go straight ahead until we reach Independence Monument ពួកយើងបត់ឆ្វេងនៅតាមមហាវិថីព្រះនរោត្តមហើយធ្វើដំណើរត្រង់ទៅមុខតលតែពួកយើងដល់វិមានឯករាជ្យ We all love to see the king and the king's mother ពួកយើងចូលចិត្តបាទមើលព្រះមហាក្សត្រនិងព្រះវររាជមាតា After they have lit the fire we walk back to school បន្ទាប់ពីពួកគេបាទដុតភ្លើងបាទប៉ុន្តែបើសិនជាព្រះមហាក្សត្រណាបន្ទាប់ពីត្រង់ក៏បានដែរណាដុតភ្លើងបានដុតភ្លើងពួកយើងធ្វើដំណើរត្រឡប់ទៅសាលារៀនវិញ Okay, continue our lesson to number 6 តទៅចំណុចទី16ចំណុចទី6 Listen again and choose the correct answer and write the sentence in your notebook ស្ដាប់ម្ដងទៀតហើយជ្រើសរើសចម្លើយត្រឹមត្រូវដាក់ក្នុងសៀវភៅសរសេររបស់អ្នកណា Okay អញ្ចឹងយើងមើលតែម្ដងតើគេឲ្យយើងជ្រើសរើសកន្លែងណាមុននឹង
dương thử an ở bọt sân đấy mình chỉ được cả A we turn right or turn left as we leave the school នៅពេលដែលយើងចាក់ចេញពីសាលារៀនតើយើងបត់ឆ្វេងឬក៏បត់ស្ដាំ B we turn left turn right and go straight ahead along Mao Zedong Boulevard ពួកយើងបត់ឆ្វេងឬក៏បត់ស្ដាំនិងធ្វើដំណើរត្រង់ទៅមុខតាមបណ្ដោយផ្លូវមហាវិថីច្រឡំទៅផ្លូវរហូតបាទមហាវិថី Mao Zedong C we turn left turn right and go straight ahead along Premonivong Boulevard យើងបត់ឆ្វេងឬក៏បត់ស្ដាំហើយធ្វើដំណើរត្រង់ទៅមុខតាមបណ្ដោយផ្លូវព្រះមុនីវង្សមហាវិថី D when we reach street 322 we turn right or turn left ចឹងនៅពេលដែលយើងដល់ផ្លូវលេខ322តើយើងធ្វើដំណើរទៅស្ដាំឬក៏ទៅឆ្វេងអូខេ E we turn right or turn left on ព្រះនរោត្តម Boulevard តើយើងបត់ឆ្វេងឬក៏បត់ស្ដាំនៅលើមហាវិថីព្រះនរោត្តម Okay now choose the correct answer together okay A turn left ចឹងយើងបត់ឆ្វេងណាបាទចឹងពេលយើងសរសេរដាក់ក្នុងសៀវភៅ we turn left as we leave the school B okay turn right and go straight ahead ចឹងយើងពេលយើងសរសេរដាក់ក្នុងសៀវភៅរបស់យើង we turn right and go straight ahead along Mao Zedong Boulevard C we turn left or turn okay លើកន្លែងនេះគឺ turn left បន្តមកទៀត go straight ahead បាទអញ្ចឹងពេលយើងសេដាក់ក្នុងសៀវភៅ we turn left and go straight ahead along ព្រះមុនីវង្ស Boulevard បាទអញ្ចឹងយើងធ្វើដំណើរយើងបត់ឆ្វេងហើយធ្វើដំណើរត្រង់ទៅមុខតាមបណ្ដោយមហាវិថីព្រះមុនីវង្ស D okay turn right អញ្ចឹងពេលសេដាក់ក្នុងសៀវភៅ when we reach street number 322 we turn right E okay turn left we turn left on ព្រះនរោត្តម Boulevard អូខេអញ្ចឹងបងប្អូនចាំសរសេរដាក់ក្នុងសៀវភៅដោយខ្លួនឯងបាទគឺកន្លែងយើងសរសេរពីដើមមកយើងរំលងហើយយកកន្លែងចាប់ពីពណ៌ក្រហមនេះទៅអូខេ Okay so today thank you for practice with me and next video we will continue to number 7 and number 8 bye bye